រឿងខ្ញុំចង់ស៊ីសាច់ខ្លាកាលពីព្រេងនាយមានសត្វទន្សាយមួយក្បាលរស់នៅក្នុងព្រៃយ៉ាងមានសេចក្តីសុខប៉ុន្តែខុសពីទន្សាយដទៃដែលខ្លាចខ្លាទន្សាយមួយក្បាលនេះមានចរិតរពឹសនិងចូលចិត្តនិយាយអួតអាងបន្តិចថ្ងៃមួយវាមានអារម្មណ៍ធុញទ្រាន់នឹងការស៊ីស្មៅនិងផ្លែឈើក៏ស្រែកប្រកាសពេញព្រៃថារាល់ថ្ងៃស៊ីតែត្រកួនញ៉ាំតែការ៉ុតឡើងសាបមាត់អស់ហើយថ្ងៃនេះខ្ញុំចង់បដូររសជាតិមកស៊ីសាច់ខ្លាម្ដងខណៈពេលដែលទន្សាយកំពុងតែដើររអ៊ូទាំស្រាប់តែវាដើរទៅជួបខ្លាធំមួយក្បាលដែលកំពុងដេកលក់នៅក្រោមដើមឈើទន្សាយស្លុតចិត្តបន្តិចប៉ុន្តែដោយសារចង់រក្សាមុខមាត់ក៏នឹកឃើញល្បិចមួយភ្លាមវានាំយកមែកឈើងាប់ងាប់មកកកេរនៅជិតត្រចៀកខ្លាធ្វើឲ្យខ្លាភ្ញាក់ឡើងទាំងមួម៉ៅខ្លាអាសត្វទន្សាយតូចឯងចង់ងាប់មែនទេបានជាមកដាស់យើងទន្សាយធ្វើទឹកមុខមាំបងខ្លាកុំអាលខឹងអីខ្ញុំមកនេះគឺដើម្បីមកប្រាប់ថាស្ដេចព្រៃនៅភ្នំខាងកើតទើបតែបញ្ជាឲ្យខ្ញុំមកស្វែងរកថ្លើមខ្លាយកទៅធ្វើថ្នាំហើយខ្ញុំមើលទៅបងឯងហាក់ដូចជាមានថ្លើមឆ្ងាញ់ជាងគេខ្លាឮសូរថាមានស្ដេចព្រៃខ្លាំងជាងខ្លួនក៏ចាប់ផ្ដើមញញើតប៉ុន្តែនៅមិនទាន់ជឿទាំងស្រុងទន្សាយក៏បន្តល្បិចបើបងមិនជឿទេមកតាមខ្ញុំនឹងបង្ហាញបងឲ្យឃើញថាមានខ្លាប៉ុន្មានក្បាលហើយដែលត្រូវគេស៊ីសាច់សល់តែឆ្អឹងនៅមាត់អណ្ដូងនោះទន្សាយនាំខ្លាទៅមាត់អណ្ដូងទឹកមួយដែលមានទឹកថ្លាឆ្វង់ទន្សាយប្រាប់ខ្លាឲ្យអោនមើលក្នុងអណ្ដូងខ្លាឃើញស្រមោលខ្លួនឯងក្នុងទឹកស្មានតែជាខ្លាម្នាក់ទៀតទន្សាយស្រែកថាឃើញទេខ្លាម្នាក់នោះកំពុងត្រៀមសាច់ចាំស៊ីបងហើយដោយភាពល្ងងខ្លៅនិងកំហឹងខ្លាក៏លោតចុះទៅក្នុងអណ្ដូងដើម្បីប្រយុទ្ធជាមួយស្រមោលខ្លួនឯងលិចបាត់ទៅក្នុងទឹកឡើងមកវិញមិនរួចទន្សាយឈុំមាត់អណ្ដូងរួចសើចយ៉ាងសប្បាយចិត្តហើយនិយាយថាចង់ស៊ីសាច់ខ្លាមិនបាច់ប្រើធ្មេញទេគឺប្រើខួរក្បាលតម្លៃអប់រំនៃរឿងបញ្ញាឈ្នះកម្លាំង